វិធីសាស្ត្រមួយដែលជួយឲ្យការគ្រប់គ្រងថ្នាក់រៀនបានល្អមែនទែនគឺការដែលបង្កើតគោលការណ៍ថ្នាក់រៀនចំពោះសាលារៀនខ្ញុំគឺមានបទបញ្ជាផ្ទៃក្នុងមួយហើយចំពោះថ្នាក់រៀនក៏ខ្ញុំត្រូវបង្កើតគោលការណ៍មួយច្បាស់លាស់សម្រាប់ឲ្យពួកគាត់បានអនុវត្តផងដែរចំពោះគោលការណ៍ថ្នាក់រៀននេះខ្ញុំមានបានមកពីណាទេគឺបានមកពីសិស្សទាំងអស់គ្នាក្នុងថ្នាក់ដែលគាត់ជាអ្នកបង្កើតខ្លួនឯងគាត់បង្កើតខ្លួនឯងហើយគាត់គោរពខ្លួនឯងទៀតម្ដងម្នាក់ឡើងលើក្តារខៀនគាត់សរសេរគោលការណ៍ដែលគាត់ចង់បង្កើតចឹងទៅចុងក្រោយបានខ្ញុំជាអ្នកសម្របសម្រួលនៅគោលការណ៍ដែលគាត់បង្កើតឡើងខ្លះដាក់ជួនគ្នាឬក៏ស្រដៀងគ្នាអីចឹងទៅយើងត្រូវសម្របសម្រួលជាអត្ថន័យតែមួយរួមហើយបានសរសេរដាក់ក្នុងกระดาษថ្មីមួយហើយយកទៅបិទនៅកន្លែងណាដែលងាយស្រួលក្នុងការដែលគាត់មើលហើយអានជាប្រចាំថ្ងៃឲ្យទៅពេលចូលទៅក្នុងថ្នាក់រៀនដឹងតែត្រូវអានគោលការណ៍ថ្នាក់រៀនដូចនេះអ្វីដែលយើងធ្វើឡើងហ្នឹងគឺវាមានប្រសិទ្ធភាពគាត់អនុវត្តនៅគោលការណ៍ដែលគាត់បង្កើតសម្រាប់ខ្លួនឯងផ្ទាល់ចំណុចល្អពិសេសយ៉ាងនេះមិនមែនសុកខ្ញុំនឹកឃើញណាគឺទទួលបានក្រោយពេលចុះកម្មសិក្សាគរុកោសល្យខ្ញុំពិតជាអរគុណយ៉ាងជ្រាលជ្រៅចំពោះការបង្ហាត់បង្ហាញនៅវិធីសាស្ត្រល្អៗពីអ្នកគ្រូដែលខ្ញុំបានចុះទៅធ្វើកម្មសិក្សាការីនៅក្នុងថ្នាក់រៀនរបស់គាត់ហើយទាំងអស់នេះជាសកម្មភាពដែលខ្ញុំបង្កើតដើម្បីគ្រប់គ្រងថ្នាក់រៀនខ្ញុំឲ្យបានល្អបានរលូនចំពោះលោកគ្រូអ្នកគ្រូគ្រប់គ្នាបានអនុវត្តគោលការណ៍ថ្នាក់រៀននេះជាប្រចាំថ្ងៃដែរអត់ចាំជួយ comment ប្រាប់ខ្ញុំផងណាអរគុណសម្រាប់ការទស្សនាជួបខ្ញុំនៅវីដេអូក្រោយទៀត